ស្លឹកហើយនឹងតងត្រួយការចេញមកគឺស្អាតកម្លាំងមែនតើបាទហើយអត់មានបញ្ហាទុកទេបាទយេស៊ូពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាបាទជាពិសេសពុកម៉ែបងប្អូនដែលកំពុងតែប្រកបរបរកសិកម្មដាំដំណាំចន្ទីបាទហើយថ្ងៃនេះគឺយើងចង់មកមើលលទ្ធផលនៃការបាញ់បង្ហាញបាទទៅលើចន្ទីទាំងជំរុះនិងបញ្ចេញត្រួយបាទហើយសម្រាប់ចន្ទីនេះគឺយើងជំរុះបាន12ថ្ងៃបាទ12ថ្ងៃដែលយើងប្រើប្រាស់ជាមួយនឹងថៃអូ5គីឡូបូកជាមួយនឹង13046 4គីឡូដែលជាលទ្ធផលរបស់ក្រុមហ៊ុន Champion យើងបាទហើយយើងបន្ទាប់ពីយើងជំរុះហើយបានរយៈពេល12ថ្ងៃគឺយើងបាញ់ការជោមបូកជាមួយនឹង CC Atonic បូកជាមួយនឹងកំពូលពេបាទដែលជាផលិតផលរបស់ក្រុមហ៊ុន Champion យើងបាទហើយបន្ទាប់ពីយើងបាញ់ហើយបានរយៈពេល1សប្តាហ៍មកគឺយើងឃើញថាត្រួយបាទត្រួយផ្កាចេញមកគឺស្អាតល្អបាទហើយដើមលក់ផ្កាមកបងប្អូនឃើញប្រាប់ហើយនេះបាទឃើញថានៅពេលដែលផ្កាចេញមកបាទចេញមកគ្រប់ត្រួយបងប្អូនបាទនេះឃើញទេបាទហើយសម្រាប់ត្រួយគឺកម្លាំងបាទត្រួយកម្លាំងមែនតើបងប្អូនបាទហើយមិនថាតែម្ដុំហ្នឹងទេសូម្បីតែនៅខាងនេះក៏ចេញស្អាតល្អដែរបងប្អូននេះយើងថតឲ្យគេមកហ្នឹងហើយស្លឹកហើយនឹងតងត្រួយផ្កាចេញមកគឺស្អាតកម្លាំងមែនតើបាទហើយអត់មានបញ្ហាទុកទេអញ្ចឹងសម្រាប់បងប្អូនដែលធ្វើចន្ទីបាទចង់ប្រើប្រាស់ទៅលើចន្ទីដើម្បីឲ្យចេញត្រួយចេញផ្កាស្អាតល្អតាន់ពេលវេលាមុនរដូវបាទប្រមូលផលលក់តាន់តម្លៃថ្លៃល្អបងប្អូនអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន Champion បាទដែលមាន logo ពេញនេះបាទដូចនៅលើឯងបងប្អូនបាទហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាទ